នេះថ្ងៃនេះខ្ញុំបានមកដើរលេងសង្ក្រាន្តនៅ RUTT ដែលហៅថាភូមិន្ទភ្នំពេញហ្នឹងថាឥឡូវហ្នឹងខ្ញុំបានមកដល់ហើយខ្ញុំនឹងចូលទៅមើលនៅខាងក្នុងថាខាងគាត់រៀបចំអីគេខ្លះឥឡូវយើងទៅមើលទាំងអស់គ្នាមកឥឡូវខ្ញុំកំពុងចូលទៅខាងក្នុងហើយថ្ងៃហ្នឹងខ្ញុំមកយ៉ាងព្រឹកដែរអ្នកគ្នាប្រហែលម៉ោងមិន10អញ្ចឹងអត់ទៅមានមនុស្សទេតិចទៀតដល់មនុស្សរៀងច្រើនអូគេកំពុងតែលេងល្បែងប្រជាប្រិយតោះទៅមើលទាំងអស់គ្នាថាពួកគាត់កំពុងលេងអីគេកំពុងតែលេងហមដដើមស្អីដល់នេះតោះទៅមើលគាត់លេងគ្នាសបាយទេសបាយចង់ចូលលេងដែរលេងបោះអង្គុយដែរគ្នាឥឡូវខ្ញុំលេងបោះអង្គុយដែរទៅមើលលេងនេះឃើញសកម្មភាពនៅក្នុងវីដេអូហ្នឹងក៏ដឹងថាសប្បាយប៉ុណ្ណាដែរត្រូវអត់បងប្អូនខ្ញុំអត់ហ៊ានដាក់សម្លេងស៊ីនទេដោយសារតែគេចាក់បាសទៅឬភ្លេងខ្លាចខ្ញុំក៏បានចូលរួមលេងដែរបងប្អូនលេងបោះអង្គុយហើយល្បែងបោះអង្គុយហ្នឹងគឺជាល្បែងប្រជាប្រិយរបស់ខ្មែរយើងដែរអញ្ចឹងបងប្អូនដែលចូលឆ្នាំអីយើងតែងតែលេងនិយាយទៅរាល់ឆ្នាំអត់ដែលខានទេហើយបងប្អូនដែលគាត់នៅផ្ទះឬក៏ជួបជុំគ្រួសារអីក៏អាចលេងបានដែរឲ្យតែមានអង្គុយហើយសប្បាយខ្លាំងបងប្អូនលេងអាហ្នឹងគ្នាកាន់តែច្រើនកាន់តែសប្បាយនៅពេលដែលមានសង្ក្រាន្តអញ្ចឹងយើងចូលរួមលេងជាមួយនឹងបងប្អូនដែលគាត់ទៅលេងសង្ក្រាន្តនឹងដែរគ្នាច្រើនអញ្ចឹងគឺសប្បាយបងប្អូនទោះជាយើងអត់ដែរស្គាល់គ្នាក៏ដោយប៉ុន្តែនៅពេលដែលយើងលេងទៅគឺយើងមានទំនាក់ទំនងល្អមួយគ្នាហើយយើងលេងសប្បាយជុំគ្នាអញ្ចឹងឥឡូវខ្ញុំនិយាយពីលក្ខខណ្ឌដែលពួកខ្ញុំលេងហ្នឹងនៅពេលដែលខាងណាចាញ់គឺយើងត្រូវរាំពីខាងទីដែលយើងចាញ់ហ្នឹងទៅដល់ខាងទីដែលគេឈ្នះអញ្ចឹងពេលដែលគេឈ្នះគឺគេបានជួសយើងហើយគឺយើងត្រូវរាំឲ្យគេមើលទៀតទៅលេងអញ្ចឹងបានសប្បាយបងប្អូនហើយក្បាច់រាំគឺភាគច្រើនគឺគាត់បានកំងក្បាច់រាំជាប្រភេទក្បាច់រាំរបស់ខ្មែរដូចជារាំវង់រាំក្បាច់រាំអីអញ្ចឹងណាស្រេចតាខាងគេអ្នកឈ្នះហ្នឹងចង់ឲ្យយើងរាំក្បាច់អីនិយាយទៅយើងបានស្គាល់ក្បាច់រាំរបស់ខ្មែរស្គាល់ល្បែងប្រជាប្រិយរបស់ខ្មែរហើយយើងបានលេងបន្តទៀតអញ្ចឹងគឺល្អខ្លាំងមែនតើនៅពេលដែលខ្ញុំបានទៅលេងនៅសង្ក្រាន្តហ្នឹងហើយយើងមានទំនាក់ទំនងជាមួយមនុស្សថ្មីដែលយើងអត់ដែរស្គាល់អញ្ចឹងព្រោះនៅពេលដែលខ្ញុំទៅហ្នឹងក្រុមដែលខ្ញុំលេងហ្នឹងគឺស្តាអត់ស្គាល់គ្នាទេតែនៅពេលដែលយើងលេងមួយគ្នាទៅយើងសហការគ្នាបងប្អូនយើងចង់ឈ្នះដែរហើយបានពិធីករគាត់បកែវោហាទៀតនិយាយថាត្រូវខ្លាំងមែនតើនិយាយទៅពួកគាត់គឺបកែខ្លាំងមែនតើនិយាយទៅបើសិនជាពិធីករអត់ទៅចេះនិយាយក៏អត់ទៅសុខខ្ញុំស្រេចឡើងចង់ស្អកកហ្មងបងប្អូនដោយសារតែយើងហៅនៅពេលដែលគេចាញ់គឺយើងសប្បាយចិត្តខ្លាំងមែនតើបងប្អូនអាចមើលនៅក្នុងវីដេអូហ្នឹងបាននៅពេលដែលខាងគាត់ចាញ់គាត់ត្រូវរំមកខាងខ្ញុំដូចគ្នានិយាយទៅគឺមានទៅវិញទៅមកបងប្អូននៅពេលដែលគាត់ចាញ់ពួកខ្ញុំបានកំងបត់ឲ្យគាត់រំក្បាច់អញ្ចឹងគាត់រំក្បាច់តាមពួកខ្ញុំមកដល់ទីខាងពួកខ្ញុំដែលខ្ញុំឈ្នះហ្នឹងហើយបន្ទាប់មកបានពួកខ្ញុំចាប់ផ្ដើមជួសទៅតាមលក្ខខណ្ឌថាយើងជួសទៅតាមហ្នឹងបងប្អូនហើយយើងជួសក៏អត់ស្ូវថាឈឺហ្មងដែរបងប្អូនដោយសារតែខ្ញុំខានលេងយូរដែរអញ្ចឹងអត់ស្ូវចេះកាន់អង្គុយជួសតែសម្រាប់បងប្អូនដែលគាត់ចេះកាន់ណាគឺគាត់ជួសលឺបានល្អមែនតើព្រោះថាអាហ្នឹងបើសិនជាយើងជួសអត់លឺគឺគេជួសយើងវិញនេះកន្លែងហាក់តន្ត្រីយប់ឡើងនឹងមានការប្រគំតន្ត្រីនៅកន្លែងហ្នឹងហើយបងប្អូនដែលគាត់អាចមកហមសប្បាយឡើងហ្នឹងបាននិយាយទៅគឺថាចូលមកសេរីហ្មងហើយនៅទៀតនៅខាងក្រោយខ្ញុំចង់ដឹងថាមានអីគេខ្លះតោះទៅមើលខ្ញុំទាំងអស់គ្នាហើយតង់ជួខាងនេះគឺជាតង់ក្រុមហ៊ុនណាបងប្អូនក្រុមហ៊ុនផ្សេងដូចជាក្រុមហ៊ុនដឹងជូនក្រុមហ៊ុនតរិញនិយាយទៅមានច្រើនណាបងប្អូនក្រុមហ៊ុនមីដូចបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងមានច្រើនក្រុមហ៊ុនខ្លាំងមែនតើដែលគាត់បានមកដាក់ស្តង់នៅសង្ក្រាន្តនៅក្នុងសាលាអូអ្នកនរគ្នាមិនមាននៅក្នុងហ្នឹងទេមាននៅក្នុងទៀតអត់ទៅមកខ្ញុំនៅម្ដុំនេះគេមានលក់ជាប្រភេទរបស់អនុស្សាវរីយ៍មានដូចជារបស់ញ៉ាំអីផ្សេងច្រើនខ្លាំងមែនតើបងប្អូនមកពេលយប់គឺកាន់តែស្អាតទៀតហ្មងនេះខ្ញុំមកពេលថ្ងៃឥឡូវអ្នកគ្នាខ្ញុំមកហូបអីថ្ងៃត្រង់តែដោយសារអត់ហូបបាយទេឥឡូវគ្មានមានការគ្មានជាខ្លាំងតោះហូបអីខ្ញុំញ៉ាំមីឆាអ្នកគ្នាហាត់ទៀតទេ
កន្លែងដែលខ្ញុំមកហូបអីហ្នឹងគឺកន្លែងដែលខាងសាលាគាត់មានលក់ស្រាប់អញ្ចឹងស្រួលខាងមែនតើនៅហ្នឹងមានតាំងពីម្ហូបកំងបាយឆាមីឆាប្រហិតនិយាយទៅមានគ្រប់មុខហ្មងនៅហ្នឹងនៅខាងក្រោយនៅកន្លែងតង់ដែលគេដាក់ម្ហូបអាហារនៅមុខហ្នឹងកន្លែងខ្លះគាត់អត់ទាន់រៀបចំទេដោយសារកន្លែងតង់ហ្នឹងគឺគាត់លក់ពេលយប់ពេលល្ងាចសម្រាប់បងដែលគាត់មកពេលល្ងាចដើរលេងអញ្ចឹងណាអញ្ចឹងពួកខ្ញុំមកហូបបាយថ្ងៃត្រង់នេះគឺនៅកន្លែងក្រោយឯងដល់អ្នកគ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេចាំជួបគ្នាមួយខ្ញុំវីដេអូក្រោយទៀតណាបាយបាយជួបគ្នាវីដេអូក្រោយ